សម្ដេចតេជោហ៊ុនសែនថ្លែងរំលឹកថាសម្ដេចបានដឹកនាំកែតម្រង់តាំងពីបញ្ហាធំរហូតបញ្ហាតូចរាប់ទាំងកម្មសិទ្ធិខាងមនុស្សចេតនាផងដែរឯកឧត្តមខៀវកញ្ញរិទ្ធឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាសមាជិករដ្ឋសភាតាមរយៈបណ្ដាញសង្គមនៅថ្ងៃទី3ខែមីនាឆ្នាំ2025បានបង្ហោះផ្សាយខ្លឹមសារពាក់ព័ន្ធនឹងប្រវត្តិនៃការរៀបការរបស់ខ្លួនកាលពីខែមេសាឆ្នាំ1985និងមានការជួយជ្រោមជ្រែងដោយផ្ទាល់ពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនផងដែរឯកឧត្តមខៀវកញ្ញរិទ្ធបានបង្ហោះខ្លឹមសារថាថ្ងៃមុននិយាយពីពេលរៀបការសម្ដេចគតិបណ្ឌិតជាអ្នកដឹកដៃខ្ញុំយប់នេះរើរូបដើម្បីបោះសៀវភៅថ្មីមួយទៀតនៅខែមេសាឆ្នាំ2025នេះក៏បានឃើញរូបមួយចំនួនដែលទាំងសម្ដេចតេជោនិងសម្ដេចគតិបណ្ឌិតមកចូលរួមអាពាហ៍ពិពាហ៍ខ្ញុំនៅថ្ងៃទី6មេសា1985ហើយនេះជាលើកទី1ក្រោយ7មករា1979ដែលលោកទាំងពីរមកចូលរួមអាពាហ៍ពិពាហ៍បែបប្រពៃណីនេះហើយនេះមិនមែនជារឿងចៃដន្យទេនៅមុនពេលរៀបការឋានៈដឹកនាំជាន់ខ្ពស់ទាំងអស់មិនអនុញ្ញាតឲ្យរៀបការទេដោយឪពុកក្មេកខ្ញុំទេពធោចេញពីយោធាលន់ណុលសាក់5បេតិហ៊ាននិងមានអ្នកជំរុញឲ្យមាននារីអ្នកតវ៉ាផងសម័យនោះមន្ត្រីជាន់ខ្ពស់ដូចជារូបខ្ញុំនៅពេលរៀបការត្រូវមានការយល់ព្រមពីថ្នាក់ដឹកនាំជាន់ខ្ពស់បកមានតែសម្ដេចមួយគត់ដែលថាខ្ញុំរៀបការទៅដើម្បីបង្ការមានការបំផ្លាញពិធីការនេះទើបសម្ដេចគតិបណ្ឌិតមកដឹកដៃខ្ញុំហើយសម្ដេចតេជោបានផ្អាកការប្រជុំគណៈរដ្ឋមន្ត្រីសម័យនោះដើម្បីមកចូលរួមនេះជាគុណធម៌ដែលខ្ញុំមិនអាចបំភ្លេចបានរហូតមួយជីវិតខ្ញុំស្របពេលជាមួយគ្នានេះផងដែរសម្ដេចតេជោហ៊ុនសែនប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក៏បានចូលទៅខមមិនតបដោយមានខ្លឹមសារថាអរគុណកញ្ញរិទ្ធដែលនៅចងចាំនិងរក្សាបានរូបថតដ៏កម្រនេះពេលនោះខ្ញុំទៅធ្វើជានាយករដ្ឋមន្ត្រីបាន3ខែក្នុងវ័យ32ឆ្នាំប្អូនកូនកំលោះ1ឆ្នាំថោះនឹងរោងថ្ងៃមួយបងជ័យសាផុនអនុប្រធានគណៈចាត់តាំងបកបានទៅរាយការណ៍ជូនការិយាល័យនយោបាយមុនពេលប្រជុំដោយលើកហេតុផលនិន្នាការនយោបាយលោកអ៊ុំទេពធោនិងនារីម្នាក់អាចសម្លាប់ខ្លួនប្រសិនកញ្ញរិទ្ធរៀបការជាមួយនារីផ្សេងជាមួយនឹងការយល់ព្រមតាមបងជ័យសាផុននិងថ្នាក់ដឹកនាំមួយចំនួនស្ទាក់ស្ទើរខ្ញុំជាមនុស្សតែម្នាក់គត់និយាយយ៉ាងច្បាស់ថាសូមកុំយកនិន្នាការនយោបាយមករារាំងការស្រឡាញ់គ្នារបស់ក្មេងនិងកុំចាប់បង្ខំក្មេងឲ្យរៀបការនៅពេលដែលគេមិនស្រឡាញ់គ្នាដូចជំនាន់ប៉ុលពតសម្រាប់អ្នកដែលចង់សម្លាប់ខ្លួនដោយមិនបានរៀបការជាមួយកញ្ញរិទ្ធខ្ញុំបានដឹងនិងស្គាល់ហើយមិនមានបញ្ហាទេគាត់ចង់រស់ពីរបបប៉ុលពតដូចនេះគាត់មិនសម្លាប់ខ្លួនទេសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់បន្ថែមថាអាពៅកូនអ៊ុំទេពធោជានិស្សិតពេទ្យឲ្យគេរៀបការទៅដោយការរាប់អានជាមួយកញ្ញរិទ្ធនិងអ៊ុំទេពធោដែលតែងមកពិភាក្សាការងារជាមួយខ្ញុំផ្ទាល់ខ្ញុំក៏បានប្រាប់ភរិយាខ្ញុំថាយើងទៅចូលរួមរៀបការកញ្ញរិទ្ធជាមួយកូនអ៊ុំទេពធោគប់ជួនបងយិតកឹមសេងដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅផ្ទះជាប់ជាមួយខ្ញុំក៏ទៅចូលរួមការដែរទើបភរិយាខ្ញុំដឹកដៃកញ្ញរិទ្ធនិងប្រពន្ធបងយិតកឹមសេងដឹកដៃអាពៅសម្ដេចតេជោហ៊ុនសែនបានបន្តថាសម្ដេចត្រូវលើកពេលប្រជុំគណៈរដ្ឋមន្ត្រីដើម្បីទៅចូលរួមរៀបការជាភ្ញៀវផងជាកងការពារផងស្ទើរតែដាក់រថក្រោះ T55 ការពារប្រុសស្អាតស្រីដេញរៀបការសរុបមកបើមិនមានសម្ដេចទេឯកឧត្តមខៀវកញ្ញរិទ្ធមិនបានរៀបការនៅពេលនោះទេសម្ដេចត្រូវដឹកនាំកែតម្រង់តាំងពីបញ្ហាធំរហូតបញ្ហាតូចរាប់ទាំងកម្មសិទ្ធិខាងមនោសញ្ចេតនានេះផងដែរ